លើជំងឺផ្សេងតាមបែបវិទ្យាសាស្ត្រឯងបញ្ហាដូចជាធាត់ត្រូវគ្រប់គ្រងវិបត្តិធាត់នឹងមិនសុខភាពរបស់ស្ត្រីឬក៏បុរសហ្នឹងគាត់មានបញ្ហា stress ដែលមិនអាចគ្រប់គ្រងបានឬក៏ទម្ងន់គាត់មិនអាចគ្រប់គ្រងបានវាទៅជាបរាជ័យនៅក្នុងការបកកណ្ដាលដដែលហើយមួយទៀតគឺវិបត្តិនៃការ stress ដែលគេហៅថា stress management គួរគ្រប់គ្រងយ៉ាងម៉េចព្រោះដោយសារអីដំណោះស្រាយបែបវិទ្យាសាស្ត្រមានន័យជំរុញឲ្យមានការបកកណ្ដាលមានហើយអញ្ចឹងអាករណីហ្នឹងគឺគេត្រូវយកមកសិក្សាថាយើងត្រូវដោះស្រាយបែបណាវាទៅជាមានវិបត្តិរដូវវាទៅជាមានជំងឺផ្សេងដែលកើតឡើងដោយសារតែបញ្ហាពីរហ្នឹងជំរាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកិត្តិយសជួបជាមួយលោកស្រីសាស្ត្រីពៅដែលជាអគ្គនាយិកាក្រុមហ៊ុនអាសុត SP Universe និង Clinic SP ដោយសារតែអ្នកគ្រូទៅតែបញ្ចប់បេសកកម្មមកពីប្រទេសជប៉ុនវិញនៅក្នុងដំណើរចូលរួមជាមួយសហព័ន្ធបង្កកំណើតអន្តរជាតិដែលហៅថា International Federation of Fertility Society ថ្ងៃនេះយើងចង់ដឹងថាតើដំណើរបេសកកម្មរបស់អ្នកគ្រូគាត់មានបទពិសោធន៍អ្វីខ្លះមានចំណេះដឹងអ្វីខ្លះឬក៏មានព័ត៌មានអ្វីខ្លះអាប់ដេតជូនបងប្អូនទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជាយើងជំរាបសួរអ្នកគ្រូចា៎បាទអ្នកគ្រូអញ្ចឹងសំណួរទី1ចង់ជំរាបសួរទៅកាន់អ្នកគ្រូថាតើសន្និបាតអំពីវិបត្តិនៃការបង្កកំណើតនេះជាអ្វីហើយមានសារៈសំខាន់បែបណាចាអរគុណច្រើនចំពោះសំណួរនិងការសភាថ្ងៃនេះផងដែរចឹងតកតងជាមួយសន្និបាតនៃការបង្កកំណើតសន្និបាតនៃការបង្កកំណើតគឺអាចនិយាយបានថាគឺជាការសិក្សាក៏ដូចជាការជួបជុំនៃការអាប់ដេតនៅព័ត៌មានថ្មីឬក៏ករណីសិក្សាថ្មីជុំវិញសុខភាពបន្តពូជផ្លូវភេទបរិសុទ្ធស្ត្រីក៏ដូចជាការបង្កកំណើតផងដែរដែលមានការចូលរួមពីគ្រូពេទ្យក៏ដូចជាសាស្ត្រាចារ្យល្បីទូទាំងពិភពលោកចានៅក្នុងការចូលរួមបង្រៀនចែករំលែកបទពិសោធន៍ករណីសិក្សាក៏ដូចជាចំណេះដឹងថ្មីទៅកាន់គ្រូពេទ្យនៅក្នុងសមាគមចានៃសហព័ន្ធសមាគមរបស់ពិភពលោកនឹងតែម្ដងចាបាទអញ្ចឹងចង់ជម្រាបសួរអ្នកគ្រូបកត្រឡប់ថយក្រោយបន្តិចវិញថាតើមូលហេតុអីបានជាយើងដឹងថាមានប្រទេសជាច្រើនសមាគមជាច្រើនគ្រូពេទ្យជាច្រើនចូលរួមនេះដែរតើមូលហេតុអីបានជាអ្នកគ្រូមានឱកាសដែលអញ្ជើញទៅក្នុងដែរអូខេអរគុណចាឱកាសនេះដែរខ្ញុំក៏សូមអរគុណទៅដល់ថ្នាក់ដឹកនាំចាក្រុមប្រឹក្សាភិបាលរបស់សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជាដែលបានផ្ដល់ឱកាសឲ្យនាងខ្ញុំចូលរួមនៅក្នុងមហាសន្និបាតសហព័ន្ធសមាគមបង្កកំណើតអន្តរជាតិចាក្នុងនាមជាផ្នែកទំនាក់ទំនងជាតិនិងអន្តរជាតិចាអញ្ចឹងឱកាសនេះហើយទើបធ្វើឲ្យខ្ញុំបានចូលរួមហើយនឹងបានរៀនសូត្រជាច្រើនអំពីសន្និបាតផងដែរអរគុណអ្នកគ្រូសម្រាប់ចម្លើយអញ្ចឹងយើងបានន័យថាការចូលរួមសន្និបាតមួយនេះវាពិតជាធំធេងមែនទែនហើយប្រកាសជាមានការចែករំលែកព័ត៌មាននិងការអាប់ដេតជាច្រើនជុំវិញនឹងការបង្កកំណើតតើមានព័ត៌មានឬការអាប់ដេតបែបណាមួយដែលអ្នកគ្រូទទួលបាននៅពេលដែលអ្នកគ្រូស្ថិតនៅប្រទេសជប៉ុនទេហើយចងចាំមិនភ្លេចហើយដឹងថានឹងពំនាំព័ត៌មានហ្នឹងធ្វើម៉េចឲ្យតែចាំហើយមកចែកជូនបងប្អូនយើងចាអរគុណចំពោះព័ត៌មានដែលចាំហ្នឹងគឺចាំច្រើនដោយសារយើងរៀនច្រើនហើយយើងបានស្ដាប់ច្រើនចាអ្វីដែលយើងចាំមិនភ្លេចនោះគឺប្រសាសន៍នៃការលើកទឹកចិត្តក៏ដូចជាគាំទ្រពីប្រធានសមាគមសហព័ន្ធអន្តរជាតិរបស់ប្រទេសជប៉ុនផ្ទាល់តែម្ដងដែលគាត់ជានាយកប្រតិបត្តិឬក៏ President ដែលគាត់លើកទឹកចិត្តឲ្យគ្រូពេទ្យរបស់យើងគ្រប់គ្នានឹងចាព្យាយាមជួយពិភពលោករបស់យើងដែលកំពុងតែប្រឈមមុខទៅលើវិបត្តិអត់កូនឬក៏វិបត្តិនៅក្នុងការបង្កកំណើតហ្នឹងហើយមែនតែនទៅក៏គាត់ជួយជាកម្លាំងចិត្តនិងលើកទឹកចិត្តដល់ការបង្កើតសមាគមនៅប្រទេសកម្ពុជាយើងផងដែរព្រោះដោយសារតែនៅប្រទេសផ្សេងសមាគមបង្កកំណើតហ្នឹងគឺមានគ្រប់ប្រទេសអស់ហើយដោយឡែកនៅតែប្រទេសកម្ពុជាយើងដែលយើងអត់ទាន់មានអញ្ចឹងពួកគាត់មានការស្វាគមន៍យ៉ាងកក់ក្ដៅមែនទែនហើយគាត់ថែមទាំងនិយាយថាបេសកកម្មរបស់ស្ត្រីគឺអាចបំពេញបេសកកម្មខ្លួនឯងនៅក្នុងការផ្ដល់មូលធនទៅកាន់ប្រទេសជាតិក៏ដូចជាពិភពលោកអញ្ចឹងគាត់សួរយើងទាំងអស់គ្នាថាតើយើងនឹងបានបំពេញបេសកកម្មរបស់យើងរួចរាល់នៅបើស្អីយើងមានកូនបានន័យថាយើងចូលរួមចំណែកនៅក្នុងការបង្កើតធនធានជូនប្រទេសយើងនិងពិភពលោករបស់យើងហើយអញ្ចឹងវាជាចំណុចមួយដែលយើងគួរតែចាប់អារម្មណ៍ថាការដែលយើងមានកូនមិនមែនជារឿងធម្មតាទេព្រោះការមានកូនគឺជាការចូលរួមចំណែកនៅក្នុងការអភិវឌ្ឍប្រទេសជាតិនិងពិភពលោកព្រោះយើងដឹងហើយមនុស្សពីមួយជំនាន់ទៅមួយជំនាន់ចាអ្នកចាស់ក៏ស្លាប់បាត់អ្នកថ្មីគឺត្រូវតែកើតថ្មីនិងអភិវឌ្ឍនៅភាពអស្ចារ្យរបស់មនុស្សយើងសម្រាប់ប្រទេសជាតិក៏ដូចជាសង្គមជាតិអញ្ចឹងប្រសាសន៍របស់គាត់នោះគឺឲ្យយើងទាំងអស់គ្នានឹងខ្វល់ខ្វាយអំពីវិបត្តិនៅក្នុងការបង្កកំណើតនិងវិបត្តិពិបាកនៅក្នុងការមានកូន
ហើយចូលរួមជាមួយគ្នានៅក្នុងការរៀនសូត្រនៅក្នុងការស្រាវជ្រាវចំណេះដឹងថ្មីៗដើម្បីដោះស្រាយវិបត្តិនៅក្នុងការបកកណើតដែលជាវិបត្តិរបស់ពិភពលោកអាចនឹងជួបកាន់តែច្រើននៅលើប្រទេសជឿនលឿនគឺគាត់ជួបច្រើនមែនទែនគឺវិបត្តិនៃការកង្វះធនធានមនុស្សនឹងតែម្ដងចា៎បាទអរគុណអ្នកគ្រូគិតថាមានប្រសាសន៍ជាច្រើនដែលជួយលើកទឹកចិត្តទាំងក្រុមគ្រូពេទ្យនិងបងប្អូនស្ត្រីដទៃទៀតអញ្ចឹងអ្នកគ្រូអាចជម្រាបយើងត្រួសបានទេតើការសិក្សារយៈពេលប្រហែលថ្ងៃនៅប្រទេសជប៉ុនហ្នឹង cover ឬក៏រៀនអំពីអីខ្លះជាលក្ខណៈត្រួសហ្នឹងចាអរគុណច្រើនដោយសារតែការរៀនហ្នឹងគឺរយៈពេល4ថ្ងៃជាប់គ្នាតែម្ដងអញ្ចឹងនៅក្នុងសភៅនេះគឺរាល់មេរៀនក៏ដូចជាករណីសិក្សាទាំងអស់គឺបានចងក្រងនៅក្នុងសៀវភៅដែលបង្កើតឡើងដោយសហព័ន្ធសមាគមបង្កកណើតកម្មអន្តរជាតិចាដែលមានឈ្មោះថា IFFS ហ្នឹងអញ្ចឹងតាក់ទងជាមួយការរៀនគឺជុំវិញទៅលើវិបត្តិនៃការបកកណើតដូចជា male infertility អាចនិយាយបានថាវិបត្តិអត់កូនបុរស female infertility វិបត្តិអត់កូនរបស់ស្ត្រីចា currently pregnancy loss គឺវិបត្តិនៃការរលូនកូនញឹកញាប់និងវិបត្តិជាច្រើនទៀតដែលជុំវិញសុខភាពបន្តពូជនិងសុខភាពផ្លូវពេទ្យប៉ុន្តែអ្វីដែលថ្មីនោះគឺវាមានច្រើនមែនទែនឧទាហរណ៍ថាតាក់ទងមួយរឿងអត់កូនស្ត្រីវាមានរឿងថ្មីដែលប្រទេសគេកំពុងជួបហើយយើងក៏ជួបដែរប៉ុន្តែយើងអត់ដឹងថានោះជាបញ្ហាដូចជាបញ្ហាអត់កូនមិនមែន concern ទៅលើជំងឺផ្សេងតាមបែបវិទ្យាសាស្ត្រទេវាទៅជាពិបាកទៅលើបញ្ហាដូចជាធាត់ទៅគ្រប់គ្រងវិបត្តិធាត់នឹងមិនហើយមួយទៀតគឺវិបត្តិនៃការ stress ដែលគេហៅថា stress management គួរគ្រប់គ្រងយ៉ាងម៉េចព្រោះដោយសារអីដំណោះស្រាយបែបវិទ្យាសាស្ត្រមានន័យជំរុញឲ្យមានការបកកកំណើតមានហើយប៉ុន្តែបើសិនជាសុខភាពរបស់ស្ត្រីឬក៏បុរសហ្នឹងគាត់មានបញ្ហា stress ដែលមិនអាចគ្រប់គ្រងបានឬក៏ទម្ងន់គាត់មិនអាចគ្រប់គ្រងបានវាទៅជាបរាជ័យនៅក្នុងការបកកកំណើតដដែលទាំងធម្មជាតិទាំងបច្ចេកទេសទំនើបអញ្ចឹងអាករណីហ្នឹងគឺគេត្រូវយកមកសិក្សាថាយើងត្រូវដោះស្រាយបែបណាចាទៅលើអាបញ្ហាគ្រប់គ្រងបញ្ហា stress ឬក៏គ្រប់គ្រងគីឡូខុសប្រក្រតីហ្នឹងព្រោះការឡើងគីឡូខុសប្រក្រតី stress ខុសប្រក្រតីវាទៅជាមានវិបត្តិរដូវវាទៅជាមានជំងឺផ្សេងដែលកើតឡើងដោយសារតែអាបញ្ហាពីរហ្នឹងអញ្ចឹងវាមិនមែនជារឿងដែលថ្មីសម្រាប់យើងទេប៉ុន្តែក៏ជារឿងដែលយើងត្រូវតែចាប់អារម្មណ៍ទាំងអស់គ្នាសម្រាប់អ្នកម៉ាក់លោកប៉ាទាំងអស់ដែលកំពុងនៅក្នុងវ័យបកកណើតឬក៏យើងគ្រប់គ្នាទាំងអស់ចាព្រោះវាជះឥទ្ធិពលទៅលើសុខភាពរបស់យើងទាំងសុខភាពទូទៅទាំងសុខភាពផ្លូវភេទនិងការបកកណើតនឹងដែរចាហើយមួយទៀតគឺកត្តាអាយុត្រូវបានសាស្ត្រាចារ្យនៃប្រទេសជឿនលឿនជាច្រើនគាត់លើកយកមកនិយាយដោយសារតែបញ្ហាបុរសស្ត្រីអត់ខ្វល់រឿងយកកូនហើយអាយុគាត់កាន់តែចាស់ទៅវាធ្វើឲ្យគុណភាពមេជីវិតងាយគុណភាពមេជីវិតឈ្មោលគាត់ហ្នឹងកាន់តែខ្សោយអញ្ចឹងវាធ្វើឲ្យមានវិបត្តិពិបាកនៅក្នុងការព្យាបាលទៅលើវិបត្តិលំបាកមានកូនហើយមួយទៀតគឺវិបត្តិនៃការពិបាកនៅក្នុងការលូតលាស់របស់កូនឬក៏កូននឹងរលូតកូនមិនមានស្មារតីឬក៏កាយសម្បទានឹងល្អដូចអ្នកដែលមានពងញីឬក៏មេជីវិតឈ្មោលគាត់នឹងនៅមានគុណភាពល្អអញ្ចឹងអាកត្តាហ្នឹងគឺជារឿងដែលត្រូវចាប់អារម្មណ៍ដែរថាពិភពលោកគួរតែដោះស្រាយបែបម៉េចចំពោះអ្នកដែលគាត់រវល់ជាមួយគោលដៅរវល់រកស៊ីរវល់ធ្វើការរហូតដល់ភ្លេចយកកូនចាតើគេមានវិធីសាស្ត្រដូចជាវិធីសាស្ត្រត្រូវតែបូមពងបង្កក់ទុកសម្រាប់ស្ត្រីគេហៅថា storage ពងញីទុកនៅក្នុងវ័យដែលគាត់អាចបកកកណ្ដោតល្អចាជុំវិញអាយុ30ឆ្នាំអីចឹងទៅចាស្ត្រីអាច storage ពងទុកអីប៉ុន្តែបុរសក៏ជះឥទ្ធិពលដែរព្រោះបុរសតែងតែយល់ថាចាស្ត្រីដែលមានបញ្ហាទៅលើកូនរលូនកូនអត់លូតលាស់ឬពិបាកមានកូនមែនតើទៅបុរសជុំវិញអាយុ40ទៅ45ឆ្នាំគឺអរម៉ូនគាត់ថយចុះហើយគុណភាពមេជីវិតឈ្មោលនឹងខ្សោយអត់មានគុណភាពល្អគឺប៉ះពាល់ដូចគ្នាប៉ះពាល់ទៅលើសុខភាពរបស់កូនដូចគ្នាមិនមែនតែស្ត្រីទេអញ្ចឹងកន្លងមកគឺបងប្អូនតែងតែមិនជឿប៉ុន្តែថ្ងៃនេះខ្ញុំសូមយកមេរៀនដែលខ្ញុំបានរៀននិងការស្រាវជ្រាវទាំងអស់របស់ពិភពលោកនៅក្នុងសន្និបាតហ្នឹងមកចែករំលែកបងប្អូនទាំងអស់គ្នាថាវាជាការពិតដែលបុរសគឺចូលរួមចំណែកខ្លាំងមែនទែននៅក្នុងការផ្ដល់កំណើតដល់កូននឹងតែម្ដងចា៎អញ្ចឹងតើមាននិន្នាការឬក៏ចំណេះដឹងជាសកលណាខ្លះដែលបានចែករំលែកពីសន្និបាតនោះមកដែលស្របទៅនឹងស្ថានភាពបច្ចុប្បន្នណាដែលយើងក្នុងការធ្វើការព្យាបាលសម្រាប់អ្នកដែលលំបាកមានកូនដែល SP កំពុងតែធ្វើឥឡូវនេះជូនអតិថិជនយើងអរគុណច្រើនអ្វីដែល SP កំពុងតែធ្វើឥឡូវនេះគឺយើងផ្ដោតទៅលើការដោះស្រាយបញ្ហាសុខភាពបន្តពូជផ្លូវភេទនិងការមានកូនបែបធម្មជាតិអញ្ចឹងអ្វីដែល SP បង្កើតមកមិនថាផលិតផលស្របតាមស្តង់ដាររបស់ប្រទេសជប៉ុនប្រទេសសហរដ្ឋអាមេរិកឬក៏អូស្ត្រាលី
ទាំងអស់ហ្នឹងគឺស្របជាមួយវិបត្តិនៃការអត់កូននៅប្រទេសរបស់យើងឧទាហរណ៍ថាវិបត្តិដែលរារាំងឲ្យមេជីវិតឈ្មោលនិងមេជីវិតញីហ្នឹងមិនអាចជួបគ្នាបានដូចជាទ្វារមាសស្ត្រីឬក៏សុខភាពនៅបណ្ដាបន្តពូជបរោះហ្នឹងមានមេរោគចាមានមេរោគមានជំងឺកាមរោគមានការរំខានមានកម្រិត pH នៅទ្វារមាសគាត់ហ្នឹងអាស៊ីតពេកបាសពេកដែលជាឧបសគ្គមិនឲ្យមេជីវិតឈ្មោលមានគុណភាពល្អឬក៏ហេតុចូលស្រួលហ្នឹងគឺយើងត្រូវបានដោះស្រាយតាមរយៈយើងបង្កើតជាមួយនឹងឱសថឬក៏រុក្ខឱសថរបស់យើងជាប្រភេទលាងឬក៏ជាប្រភេទលាបដើម្បីកែសម្រួលចាភាពរាំងស្ទះនៅបរិវេណទ្វារមាសស្ត្រីឬក៏កម្រិត pH នៅទ្វារមាសស្ត្រីដើម្បីសម្រួលឲ្យមេជីវិតឈ្មោលហ្នឹងចូលស្រួលហើយមិនធំតែប៉ុណ្ណោះគឺយើងបង្កើតជាប្រភេទគេហៅថា Lactobacillus ជាប្រភេទបាក់តេរីល្អព្រោះនៅក្នុងមេរៀនរបស់គ្រូសិង្ហបុរីគឺគាត់និយាយច្បាស់មែនទែនដែលស្ត្រីខ្វះ Lactobacillus ឬក៏ប្រភេទបាក់តេរីល្អដែលធ្វើឲ្យការបង្កកំណើតនឹងបរាជ័យចាណាតែក្នុងទ្វារមាសនិងស្បូនស្ត្រីខ្វះបាក់តេរីល្អហ្នឹងគឺការបង្កកំណើតអត់ជោគជ័យទាំងការបង្កកំណើតបែបធម្មជាតិនិងការបង្កកំណើតបែបទំនើបហ្នឹងបានន័យថាគឺជាការបង្កកំណើតខាងក្រៅខ្លួនដាក់ចូលទៅក្នុងស្បូនស្ត្រីប៉ុន្តែស្បូនស្ត្រីហ្នឹងវាខ្វះជាមួយនឹងបាក់តេរីល្អអញ្ចឹងវាជាហេតុដែលធ្វើឲ្យការបង្កកំណើតហ្នឹងអត់ជាប់ដែលគេនិយាយថាទៅបង្កកំណើតអត់ជាប់តែបើតាមធម្មជាតិក៏ដូចគ្នាដែរកាលណាតែបរិវេណទ្វារមាសស្ត្រីខ្វះបាក់តេរីល្អវាអត់ជួយទៅចិញ្ចឹមវាអត់ទៅជួយបំពន់សុខភាពមេជីវិតឈ្មោលនឹងគេហៅថាអំប្រយោងដែលវាពេលដែលវាជួបគ្នាវាអត់មានអីទៅចិញ្ចឹមអញ្ចឹងនៅក្នុងហ្នឹងគឺ SP សុទ្ធតែមានហើយព្រោះដោយសារយើងបានយកបញ្ហាទាំងអស់ហ្នឹងទៅសិក្សាជាមួយសាស្ត្រាចារ្យជំនាញស្រាវជ្រាវរូបមន្តថ្មីដែលស្របជាមួយបញ្ហានៅប្រទេសយើងហើយចាព្រោះប្រទេសនីមួយៗមានបញ្ហាខុសគ្នាសូម្បីតែកត្តារស់នៅកត្តាអនាម័យក៏ខុសគ្នាដែរអញ្ចឹងនៅប្រទេសយើងដឹងហើយបងប្អូនស្ត្រីយើងខ្មាស់អៀនច្រើនអញ្ចឹងកត្តាការលាងសម្អាតអីនេះគឺគាត់អត់ទាន់យល់ទេថាលាងមិនឲ្យត្រូវលាងមិនឲ្យមានបាក់តេរីល្អកុំខូចបាក់តេរីនៅទ្វារមាសរបស់គាត់អញ្ចឹងណាអញ្ចឹងការដែលយើងបង្កើតដូចជាប្រភេទទឹកអនាម័យជំរុញឲ្យមេជីវិតឈ្មោលចូលទៅស្រួលចាជែលខប់ផលជែលដែលធ្វើឲ្យបរិសុទ្ធស្ត្រីគាត់លាបទៅធ្វើឲ្យមានបាក់តេរីនៅល្អនៅទ្វារមាសឬក៏ដាប់បន្តពូជហ្នឹងគឺយើងសិតតែបង្កើតហើយអាហ្នឹងគឺស្តង់ដាររបស់សហរដ្ឋអាមេរិកនិងប្រទេសជប៉ុនហើយដោយឡែកតាក់ទងជាមួយនឹង nutrition ឬក៏ហៅថាវីតាមីនឬក៏អាហារបំពន់តែលោកឪពុកនិងទារកត្រូវការ SP ក៏សុទ្ធតែមានហើយដែរគឺស្តង់ដាររបស់ប្រទេសអូស្ត្រាលីហើយដែលជាវីតាមីនឬក៏ប្រភេទអង់ទីអុកស៊ីដង់ដែលត្រូវការចាំបាច់មែនទែនអានឹងគឺជាការបង្ហាញរបស់សាស្ត្រាចារ្យមកពីប្រទេសអូស្ត្រាលីផ្ទាល់ដែលគាត់បានលើកឡើងពីវីតាមីនដូចជាអាស៊ីត folic ជាតិដែកចាវីតាមីន C វីតាមីន D3 ឬក៏វីតាមីនប្រភេទអាយ៉ូឌីនអីផ្សេងហ្នឹងគឺវាមានតួនាទីសំខាន់ព្រោះវាជាអង់ទីអុកស៊ីដង់ដែលវាជំរុញឲ្យម្ដាយមានសុខភាពល្អពងញីរបស់ម្ដាយល្អស្រទាប់ស្បូនល្អងាយស្រួលក្នុងការបង្កកំណើតហើយមួយទៀតគឺជាការជំរុញឲ្យកូនលូតលាស់នៅក្នុងត្រីមាសដំបូងព្រោះនៅត្រីមាសទី1ហ្នឹងគឺកូនត្រូវការខ្លាំងណាស់នៅក្នុងការវិវត្តចាទាំងបេះដូងទាំងប្រព័ន្ធខួរក្បាលប្រព័ន្ធសរីរាង្គទាំងអស់អញ្ចឹងបើសិនជាខ្វះការចិញ្ចឹមនៃប្រភេទវីតាមីនហ្នឹងនៅក្នុងត្រីមាសទី1គឺស្ត្រីយើងអាចជួបច្រើនទៅលើវិបត្តិកូនអត់លូតលាស់ហើយនៅប្រទេសយើងក៏មានច្រើនដែររឿងកូនអត់លូតលាស់ហ្នឹងអ្នកខ្លះ 4-5 ដងកូននៅតែអត់លូតលាស់តែអត់ដឹងមូលហេតុចាអញ្ចឹងវីតាមីនទាំងអស់ហ្នឹងគឺយើងបង្កើតនៅ SP ហ្នឹងគឺចំនួនចុងក្រោយហើយព្រោះយើងទៅតែស្រាវជ្រាវវាថាប្រទេសគេមានការ case study មុនយើងទៅលើវិបត្តិហ្នឹងអញ្ចឹងគឺគាត់ recommend ថាអ្នកឯងគួរតែបង្កើតវីតាមីនប្រភេទនេះព្រោះវាទៅ support អញ្ចឹងប៉ុន្តែការបង្កើតគឺតាមស្តង់ដាររបស់ប្រទេសយើងឥឡូវដូច SP Fertility Care កម្រិតជាតិដែកគឺខុសពីប្រទេសអូស្ត្រាលីដោយសារតែប្រទេសយើងគឺប្រឈមមុខនឹងការស្លេកស្លាំងច្រើនអញ្ចឹងអាហ្នឹងគឺយើងយកអាស្ថានភាពពិតយកទៅសិក្សាយកទៅពិសោធន៍ចាហើយឆ្លើយតបនឹងបញ្ហារបស់យើងអញ្ចឹងណាចាហើយសម្រាប់បុរសក៏មិនខុសគ្នាដែរបុរសគឺខ្សោយមេជីវិតឈ្មោលឬក៏ខ្សោយផ្លូវភេទហ្នឹងត្រូវដោះស្រាយតាមវិបត្តិជំនួយបន្ថែមទៅលើវីតាមីនជំនួយតុល្យភាពអរម៉ូនបុរសចាវីតាមីនប្រភេទអង់ទីអុកស៊ីដង់ចាដែលមានសារធាតុសំខាន់ដូចជាសាំងដូចជាវីតាមីន C ចាសេលេញយ៉ូមម៉ាញ៉េស្យូមហើយនិងសារធាតុថ្មីផ្សេងទៀតដែលជំរុញឲ្យអាសារធាតុពុលក្នុងខ្លួនរបស់គាត់ឲ្យកើតឡើងដោយសារការញ៉ាំស្រាផឹកកាហ្វេជក់បារីឬក៏ stress ឬក៏សារធាតុវិជ្ជាសកម្មនៅជុំខ្លួនគាត់យូរទៅហ្នឹងវាទៅជាខ្សោយមេជីវិតហ្នឹងអត់មានគុណភាពឬក៏ចំនួនផលិតមេជីវិតហ្នឹងមកតិចតែម្ដងអញ្ចឹងអាហ្នឹងគឺជាដំណោះស្រាយហើយខ្ញុំច្បាស់មែនទែនពេលដែលខ្ញុំបានទៅរៀនទាំងយើងបង្កើតវីតាមីនជំនួយអរម៉ូនស្
ត្រីអីផ្សេងយើងបានដឹងច្បាស់ថាអានឹងហើយបានវាឆ្លើយតបនឹងលទ្ធផលដែល SP បាននៅស្នាដៃចានៃការជួយអតិថិជនមានកូនបែបធម្មជាតិ 6-7 ពាន់នាក់ព្រោះយើងធ្វើយើងអត់ដឹងទេយើងដឹងថាអូខេយើងមានបញ្ហាហ្នឹងនៅប្រទេសរបស់យើងសូមឲ្យស្រាវជ្រាវរូបមន្តមកដោះស្រាយបញ្ហាហ្នឹងដល់ទៅពេលយើងធ្វើយូរពេលដែលយើងទៅរៀនបានដឹងថាអូចង្កោមបញ្ហាទាំងអស់ហ្នឹងវាមូលនៅក្នុង SP ហ្នឹងតែម្ដងទាំងដំណោះស្រាយវិបត្តិរារាំងការជួបគ្នាតាំងពីការចិញ្ចឹមមេជីវិតញីមេជីវិតឈ្មោលគឺយើងមានរួចរាល់អស់ហើយនៅឱសថ SP របស់យើងអញ្ចឹងណាចាអញ្ចឹងបានន័យថាការដែលអ្នកគ្រូបានបង្កើតផលិតផលឱសថតាំងពីដើមមកហ្នឹងជាដំបូងហ្នឹងយើងបង្កើតនៅក្នុងidea គោលគំនិតផងអ្នកគ្រូផ្ទាល់ហើយទើបតែថ្មីនេះដូចជាបានការ confirmation មួយអញ្ចឹងពីសំណាក់សកលលោកដែលគេថាបុរសនិងស្ត្រីជួបបញ្ហានឹងទាំងអស់បាទអញ្ចឹងយើងបានយល់ច្បាស់ថាពីដំណើរនៃវិស័យនេះហើយថាគ្រូក៏បានយល់ច្បាស់ពីដំណើរនៃវិស័យនេះដែរនៅជុំវិញពិភពលោកអញ្ចឹងសំណួរបន្ទាប់ហ្នឹងគឺចង់សួរអ្នកគ្រូតើអ្នកគ្រូយល់យ៉ាងណាដែរពីសកម្មភាពនិងលទ្ធផលដែលប្រទេសផ្សេងបានធ្វើនៅក្នុងវិស័យនេះបើសិនប្រៀបធៀបជាមួយនឹងក្រុមហ៊ុនឱសថ SP និង SP Clinic ដោយសារអញ្ចឹងយើងចាប់ផ្ដើមមកក៏ពិតចាប់ផ្ដើមបង្កើត SP មកគឺចាប់ផ្ដើមដោយការពុះពៀហ្មងចាប់ផ្ដើមដោយអត់ខ្វល់លទ្ធផលយ៉ាងម៉េចទេព្រោះពេលចាប់ផ្ដើមបង្កើត SP គឺខ្លួនឯងមានវិបត្តិខ្លួនឯងត្បិតតែខ្ញុំមានចំណេះជំនាញបែបវិទ្យាសាស្ត្រប៉ុន្តែចំណេះជំនាញបែបវិទ្យាសាស្ត្រយើងនៅមានកម្រិតទេព្រោះតាក់ទងជាមួយវិស័យការបង្កកណ្ដោតហ្នឹងវាថ្មីមែនតើដែលនៅកម្ពុជាយើងអត់ទាន់មានរៀនទៅលើ specialist ការបង្កកណ្ដោតហ្នឹងទេគឺយើងបានន័យថាគ្រូពេទ្យទូទៅយើងចេះតែជំងឺទូទៅចេះអីយើងអត់បានស៊ីជម្រៅទៅដល់បញ្ហាហ្នឹងទេតែអ្វីដែលសំខាន់គឺយើងមានវិបត្តិខ្លួនឯងវិបត្តិអត់កូនខ្លួនឯងហ្នឹងហ្មងអញ្ចឹងអាពេលដែលវិបត្តិអត់កូនហ្នឹងវាជំរុញទឹកចិត្តឲ្យយើងធ្វើព្រោះយើងដឹងថាពេលដែលយើងអត់កូនវាមានជួបបញ្ហាអីខ្លះយើងបាក់ទឹកចិត្តយ៉ាងម៉េចខ្លះយើងត្រូវការបង្កើតគ្រួសារឲ្យពេញលេញយ៉ាងម៉េចខ្លះគឺយើងយល់អំពីចំណុចហ្នឹងដល់ទៅពេលយកចំណុចហ្នឹងអត់ខ្វល់ថាលទ្ធផលយ៉ាងម៉េចយើងយកអាក្តីស្រឡាញ់យើងយកអាទឹកចិត្តចង់ជួយចង់ចែករំលែកចង់ឃើញមនុស្សគ្រប់គ្នាគាត់រួចផុតអំពីទុក្ខលំបាកដូចយើងកំពុងជួបដល់តែពេលអញ្ចឹងយើងចេះតែបោះជំហានទៅប៉ុន្តែខ្ញុំអាចនិយាយថាសំណាងឬក៏ចក្រវាលបានបញ្ជូនមនុស្សដែលត្រូវជាមួយអ្វីដែលយើងចង់បានហ្នឹងមកជួបយើងដូចជាដុកទ័រជនជាតិអូស្ត្រាលីឬក៏សហរដ្ឋអាមេរិកឬក៏ជប៉ុនគឺយើងជួបគាត់ដោយយើងស្វែងឲ្យជួបមនុស្សដែលត្រូវជួយយើងបានអញ្ចឹងណាចាអញ្ចឹងបបកត្រឡប់មកវិញជាមួយយើងនឹងប្រទេសដទៃប្រទេសយើងខ្ញុំគិតថាតិចទៀតគឺនឹងជឿនលឿនជាងហ្នឹងហើយបងប្អូនប្រជាពលរដ្ឋយើងក៏ស្វែងយល់ជាងហ្នឹងដើម្បីដឹងថាមូលដ្ឋានដែលអភិវឌ្ឍខ្លួនពេលដែលយើងចាប់ដៃគ្នាស្វាមីភរិយាហ្នឹងវាដូចជាយើងរៀបចំសាងសង់គ្រួសារមួយយ៉ាងសំខាន់សូម្បីតែយើងសង់ផ្ទះមិនយើងនៅរៀបចំសិក្សាដីសិក្សាអគារសំណង់ដល់តែពេលយើងបង្កើតគ្រួសារបង្កើតកូនគឺយើងត្រូវតែដឹងថាមូលដ្ឋានរបស់យើងមុននឹងចាប់ផ្ដើមបង្កើតគ្រួសារហ្នឹងគឺត្រូវត្រៀមខ្លួនយ៉ាងម៉េចត្រូវយល់ដឹងអំពីសុខភាពបន្តពូជផ្លូវភេទយ៉ាងម៉េចត្រូវរៀបខ្លួននៅក្នុងការផ្ដល់កំណើតឲ្យកូនយ៉ាងម៉េចយើងមិនចេះតែផ្ដល់ដោយយើងអត់បានដឹងមុនថាបើសិនជាយើងអត់បានឆែកសុខភាពកូនយើងមានជំងឺកូនយើងមានវិបត្តិហើយមិនត្រឹមប៉ុណ្្នឹងទេអាចវិវត្តទៅខុសភេទទៀតដូចជាភេទទី3អីផ្សេងដែរអញ្ចឹងអាហ្នឹងគឺជាការដែលឪពុកម្ដាយអត់ដឹងពីមុនណាអញ្ចឹងខ្ញុំមានមោទនភាពដែលខ្ញុំដើរទៅលើវិស័យនេះហើយខ្ញុំធ្វើត្រូវខ្ញុំនិយាយថាខ្ញុំធ្វើត្រូវព្រោះយើងធ្វើមកដោយសារលទ្ធផលវាចេះរុញឲ្យយើងធ្វើបន្តទៀតដល់តែពេលយើងបានទៅជួបគេទៅស្ដាប់គ្រូពេទ្យល្បីឬក៏ clinic ល្បីចានៅក្នុងពិភពលោកក៏យើងបានដឹងថាអូអ្វីដែលយើងដើរហ្នឹងគឺយើងដើរមកត្រូវហើយបានជាវាជះលទ្ធផលបែបហ្នឹងអញ្ចឹងបងប្អូនទាំងអស់គ្នាព្យាយាមស្វែងយល់អំពីសុខភាពនៅក្នុងការបង្កកណ្ដោតព្រោះដោយសារធនធានយើងល្អទើបយើងអាចឲ្យគ្រួសារយើងរីកចម្រើនឬក៏ប្រទេសយើងរីកចម្រើនយើងគិតត្រឡប់ទៅវិញបើសិនជាយើងព្យាយាមបង្កើតកូនហើយកូន 4-5 នាក់បើយើងសិតតែកាយសម្បត្តិអត់ល្អសតិស្មារតីអត់ល្អឬក៏កើតមកមានជំងឺឬក៏កើតមកមិនស្អាតមិនឆ្លាតវៃហើយវាជាបន្ទុករបស់យើងខ្លួនឯងអស់ពីឪពុកម្ដាយនឹងទៅតើកូនរបស់យើងដែលមិនអាចចិញ្ចឹមខ្លួនឯងបានដោយសារកត្តាជំងឺដោយសារតែឪពុកមិនបានយល់ដឹងអំពីការត្រៀមខ្លួនឲ្យរួចរាល់មុនពេលបង្កកណ្ដាលធ្លាក់ទៅណាមិនធ្លាក់ទៅសង្គមហើយអ្នកណាមើលថែគាត់អញ្ចឹងបានខ្ញុំចាំទៅលើប្រសាសន៍របស់ President នៅសហព័ន្ធសមាគមជប៉ុនហ្នឹងដែលគាត់មានប្រសាសន៍ថាបេសកកម្មរបស់អ្នក
គឺត្រូវបង្កើតធនធានដ៏ល្អសម្រាប់ប្រទេសជាតិនិងពិភពលោកព្រោះយើងដឹងហើយមនុស្សអស្ចារ្យម្នាក់សឹងថាអាចដឹកនាំពិភពលោកបានគាត់អស្ចារ្យមែនតើអញ្ចឹងអស្ចារ្យបានលុះត្រាតែឪពុកអស្ចារ្យម្ដាយអស្ចារ្យទៅបង្កើតកូនហ្នឹងវាអស្ចារ្យទៅបានអញ្ចឹងវាចាប់ផ្ដើមពីបងប្អូនទាំងអស់គ្នាស្វែងយល់ថាមូលដ្ឋានគ្រឹះនៃការត្រៀមខ្លួនបកកំណើតត្រៀមខ្លួនដល់កំណើតដល់កូនហ្នឹងត្រូវត្រៀមយ៉ាងម៉េចចាទៅកូនយើងហ្នឹងវាទទួលបានកូនស្អាតកូនឆ្លាតកូនសុខភាពល្អអញ្ចឹងទៅចាបាទអរគុណលោកគ្រូអញ្ចឹងដោយដែលបងប្អូនយើងបានដឹងស្រាប់ហើយថាអ្នកគ្រូបានបង្កើតក្រុមហ៊ុន Asot SP Universe ហ្នឹងគឺពុះពៀបង្កើត brand Asot ស្តង់ដារវិទ្យាសាស្ត្រទំនើបកម្រិតអន្តរជាតិចែកជូនបងប្អូនអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីអ្នកគ្រូបានសិក្សាបន្ថែមទទួលព័ត៌មានបន្ថែមនិងចំណេះដឹងបន្ថែមពីសន្និបាតនៃការបង្កកំណើតហ្នឹងមកតើអ្នកគ្រូមានផែនការនាំចូលឬក៏បង្កើត Asotបន្ថែមផ្សេងទៀតទេដើម្បីជំរុញទៅលើការបង្កកំណើតនិងសុខភាពតពូជហ្នឹងចាអរគុណពេលដែលទៅចូលរួមសន្និបាតហ្នឹងក៏យើងបានឃើញពីស្តង់ដារនៃក្រុមហ៊ុន International ចាដែល sponsor ទៅលើការបង្កកំណើតហ្នឹងដែរគឺមានឱសថជាច្រើនទាំង brand ល្បីប៉ុន្តែមិនមែនជារបស់ប្រទេសកម្ពុជាយើងទេគឺរបស់ប្រទេសអូស្ត្រាលីតែម្ដងចាដែលខ្ញុំឃើញគឺរបស់អូស្ត្រាលីហ្នឹងតែម្ដងហើយ brand ទាំងអស់ហ្នឹងគឺគាត់នៅលើទីផ្សារហ្នឹងរាប់ពាន់ឆ្នាំមកហើយចារាប់ពាន់ឆ្នាំមកហើយសម្រាប់ផែនការគឺយើងមើលឃើញបញ្ហារហូតចង់និយាយថាបញ្ហាវាកើតមានរហូតដោយសារតែយើងនៅវិស័យហ្នឹងយើងបង្កើតប៉ុណ្ណេះមកវាគ្រប់បានតែប៉ុណ្្នឹងវាមានបញ្ហាផ្សេងលើពីហ្នឹងមកទៀតហើយពិភពលោកគេមានការអាប់ដេតថ្មីមែនតើឥឡូវខ្ញុំនិយាយពីបច្ចេកទេសផលិតមេជីវិតឈ្មោលពីមុន5ឆ្នាំមុនគឺខ្ញុំអ្នកស្រាវជ្រាវដើម្បីដឹងថាតើមានតេស្តអីដែលបុរសស្ត្រីគាត់អាច self examination ឬក៏ពិនិត្យខ្លួនឯងដើម្បីដឹងថាមេជីវិតឈ្មោលគាត់នឹងមានឬមិនមានព្រោះកាលហ្នឹងខ្ញុំមានវិបត្តិដែល counseling ឬក៏ប្រឹក្សាបុរសឲ្យគាត់មកមើលមេជីវិតឈ្មោលនោះគាត់អត់ព្រមមកព្រោះគាត់ជឿទុកចិត្តថាគាត់មិនមានវិបត្តិមេជីវិតហ្នឹងទេអញ្ចឹងខ្ញុំក៏ស្រាវជ្រាវទៅមកក៏បានអាតេស្តដែលយើងពិនិត្យមេជីវិតឈ្មោលហ្នឹងចាហើយឥឡូវហ្នឹងក៏មាននៅលើទីផ្សារដែរមិនមានតែក្រុមហ៊ុន SP ទេប៉ុន្តែដំបូង5ឆ្នាំមុនគឺអត់មានណាគេដែលស្គាល់ទេទៅលើអាតេស្ត sperm test ហ្នឹងអញ្ចឹងណាតែឥឡូវបច្ចេកវិទ្យាថ្មីគេមួយទៀតបងប្អូនគេចូលលក្ខណៈ AI ហ្មង AI ហ្នឹងបានន័យថាគេមានម៉ាស៊ីនបច្ចេកទេសរបស់គេដែលបងប្អូនគ្រាន់តែដាក់ទឹកកាមពីតំណក់ចូលទៅក្នុងហ្នឹងទៅវា scan ចេញបដ ாய் វា scan ចេញថាចំនួនមេជីវិតហ្នឹងប៉ុន្មានរូបរាងបែបម៉េចព្រីនចេញមកបានទៀតយើងមើលខ្លួនឯងហ្មងអាហ្នឹងអាតេស្តដែលខ្ញុំរកមើលពីមុនហ្នឹងវាគ្រាន់តែដាក់ទៅលោតពណ៌នេះពណ៌នោះបានន័យថាពណ៌ណាដែលបញ្ជាក់ថាយើងមានពណ៌ណាដែលបញ្ជាក់ថាអត់ប៉ុន្តែយើងអត់ឃើញរូបភាពអត់ឃើញបរិមាណអត់ឃើញចលនាអីយ៉ាងម៉េចទេតែដល់ពេលយើងទៅមើលអាបច្ចេកទេសរបស់គេហ្នឹងវាអារម្មណ៍ថាសូម្បីតែប្តីយើងក៏ចង់ឲ្យយកវាជីវិតទឹកកាមយកទៅដាក់ដែរព្រោះចង់ដឹងថារូបរាងវាយ៉ាងម៉េចចំនួនវាមិនចឹងណាហើយដល់ពេលដឹកដល់អតិថិជនវាអារម្មណ៍ថាដូចខ្ញុំនិយាយគាត់ស្ដាប់ដូចខ្វាតកចង់ឲ្យអតិថិជនបានដឹងហ្មងណាព្រោះអតិថិជនខ្លះអត់កូន5 10ឆ្នាំ20ឆ្នាំមកតែប្រពន្ធដូចយើងធ្លាប់ដឹងយកប្រពន្ធគាត់រៀបរាប់ទុកលំបាកប្តីព្រមពិនិត្យហើយប្តីនៅសង្ងំទុកអាបញ្ហាហ្នឹងក្នុងខ្លួនមិនដឹងថាគាត់នឹងមានឬមិនមានមេជីវិតអញ្ចឹងក្នុងនាមយើងអ្នកប្រឹក្សាយើងមានអារម្មណ៍ថាយើងទស្សនាចង់ដឹងមែនតើអាហ្នឹងជាបច្ចេកវិទ្យាថ្មីហើយក្រៅពីនឹងទៀតគឺមានច្រើនមែនតើជាពិសេសប្រភេទឱសថតាមស្តង់ដារជប៉ុនតាមអូស្ត្រាលីគឺគេមានឱសថដែលវាជួយទៅលើសុខភាពដូចខ្ញុំនិយាយចឹងជួយទៅលើ boost immune system ហ្នឹងព្រោះកាលណាតែប្រព័ន្ធភាពស៊ាំខ្សោយដោយសារតែ stress ដោយសារតែគេអត់លក់អាអរម៉ូនហ្នឹងវាអូតូម៉ាទិកគឺវាប្រែប្រួលហ្មងចានៅប្រទេសជប៉ុនគេមានអាផ្សិតប្រចាំប្រទេសជប៉ុនហ្មងណាផ្សិតដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំអ្នកជំងឺខ្លាំងដូចជាអ្នកជំងឺដែលមហារីកអ្នកជំងឺដែលគាត់ stress ពេកទៅលើវិបត្តិអត់កូនចាហើយអ្នកជំងឺដែលគាត់មានបញ្ហាសុខភាពឬក៏អ្នកចង់ឲ្យអាយុវែងបានន័យថាអាយុវែងក្មេងជាងវ័យជួយសក់ជួយស្បែកអីចឹងទៅអញ្ចឹងអាហ្នឹងគឺជាអ្វីដែលអនាគតទៅគឺយើងជួបបញ្ហាហ្នឹងដូចខ្ញុំនិយាយខាងដើមអញ្ចឹងជួយអតិថិជនបានមែនប៉ុន្តែអ្វីដែលយើងជួយមិនបានគឺអាបញ្ហា stress management ទៅ control stress គាត់មិនធ្វើមិនបើយើងប្រឹក្សាហើយខ្លះណាគឺគាត់អត់ព្រមនៅជាមួយប្តីប្រពន្ធគាត់ទេដោយសារតែវាមានវិបត្តិអត់មានអារម្មណ៍អត់មានចំណងឃើញប្តីមិនស្រឡាញ់ប្តីឃើញប្រពន្ធមិនស្រឡាញ់ប្រពន្ធអញ្ចឹងវាសិតជារឿងដែលវាout of control យើងអត់បាន control បានទេព្រោះយើងប្រឹក្សាមានមេជីវិតមានអីតទៅពេលឲ្យគាត់ទៅនៅជុំប្តីជុំប្រពន្ធគាត់អត់ព្រមនៅប្តីផឹកស្រាប្តីដើរមួយមិត្តភក្តិបាត់
ដល់ថ្ងៃយកកូនអត់ព្រមមកនៅជាមួយគ្នាអញ្ចឹងវានៅតែអត់អាចជួយបានអញ្ចឹងខ្ញុំគិតថាអានឹងហើយដែលធ្វើឲ្យពិភពលោកគេស្វែងរកអាការបកកណ្ដាលខាងក្រៅខ្លួននឹងព្រោះវាដោះស្រាយវិបត្តិទាំងអស់នឹងបានហើយមួយចំណុចទៀតគឺជាមេរៀនដ៏ល្អមួយដែលខ្ញុំមើលឃើញថាយើងកន្លងមកអាសូស្ពឺមៀឬក៏បុរសគ្មានមេជីវិតឈ្មោលតែម្ដងបច្ចេកទេសធម្មជាតិគឺយើងអាចជួយអីបានទេកាលណាតែបុរសអត់មានមេជីវិតឈ្មោលគឺចប់ហើយព្រោះដោយសារបុរសបច្ចេកទេសការម្ដងមានមេជីវិតឈ្មោលយ៉ាងហោចក៏20លានដែរហើយក្នុងហ្នឹងយើងយកតែមួយក្បាលទេបកកណ្ដៅដល់គេគាត់អត់មានសោះសូម្បីតែមួយក្បាលគឺវាអត់វាអាហ្មងណាប៉ុន្តែបច្ចេកទេសជឿនលឿនគឺគេអាចធ្វើបានទៀតគឺគេកាត់បំពង់គេហៅថាកាត់បំពង់បង្ហូរមេជីវិតឈ្មោលហ្នឹងតភ្ជាប់គ្នាហើយគេបូមដើម្បីយកមក storage មកចិញ្ចឹមដើម្បីប្រកាសអញ្ចឹងណាអញ្ចឹងអ្នកដែលគាត់អត់មានមេជីវិតឈ្មោលសោះដែលថាគាត់តាមអស់ហើយគឺបរិសុទ្ធមេជីវិតឈ្មោលផ្ដាំថាកុំទាន់លែងលះគ្នាឬក៏កុំទាន់បែកបាក់គ្នាអញ្ចឹងណាគីឡូទីទៀតទៅមានបច្ចេកទេសនឹងបានទៅគឺយើងអាចបូមយកមេជីវិតឈ្មោលបន្តិចបន្តួចយកទៅបកកកណ្ដៅជាមួយនឹងមេជីវិតញីអីទៅអាហ្នឹងក៏វាអាចទៅរួចប៉ុន្តែប្រទេសគេជឿនលឿនដូចជាជប៉ុនដូចជាអូស្ត្រាលីដូចជាអាមេរិកកាណាដាអីហ្នឹងញូហ្សេឡែនអីហ្នឹងគឺពួកគាត់ធ្វើហើយគាត់យក case study ហ្នឹងមកបង្ហាញយើងថាគាត់ធ្វើជោគជ័យយ៉ាងម៉េចអញ្ចឹងណាចា៎ចឹងឃើញថានៅក្នុងការសិក្សាមានដុកទ័រមានគ្រូពេទ្យមានវិជ្ជាបណ្ឌិតមកពីប្រទេសច្រើនដែរចា៎នៅគ្រូអញ្ចឹងសម្រាប់ការសិក្សាសន្និបាតតែងតែមាន networking ហ្នឹងហើយអញ្ចឹងតើសម្រាប់អ្នកគ្រូផ្ទាល់តើអ្នកគ្រូមានការពិភាក្សាឬក៏អាចមានភាពជាដៃគូណាមួយទេដែលអាចចូលរួមឬក៏មានឥទ្ធិពលក្នុងការអភិវឌ្ឍបេសកកម្មរបស់ក្រុមហ៊ុនអ្នកគ្រូនិង clinic ផងអ្នកគ្រូផ្ទាល់មានបើនិយាយពីបណ្ដាញទំនាក់ទំនងមានច្រើនពេលដែលយើងទៅជួបអញ្ចឹងដោយសារតែក្នុងនាមយើងជាសមាគមផងក្នុងនាមយើងជាគ្រូពេទ្យដូចគ្នាផងគឺពួកគាត់ទទួលរាក់ទាក់យើងយ៉ាងកក់ក្ដៅហើយយើងក៏ស្វែងយល់ពីគាត់ដែរអញ្ចឹងទំនាក់ទំនងគឺមានច្រើនតាំងប្រទេសអូស្ត្រាលីតាំងនឹងសិតតែស្រេចតាចារដែលគាត់ support យើងគាត់អាចអញ្ជើញមកប្រទេសកម្ពុជាយើងបានទៀតបើសិនជាយើងអញ្ជើញគាត់មកដូចជាសាស្ត្រាចារ្យរបស់ប្រទេសអូស្ត្រាលីសិង្ហបុរីប្រទេសសហរដ្ឋអាមេរិកហើយបើសហរដ្ឋអាមេរិកនេះគាត់នៅតែសួរយើងដោយសារតែខាងសមាគមយើងចង់ពំរួមចាទាំងប្រធាននាយកប្រតិបត្តិរបស់ខាងជប៉ុនផ្ទាល់ចាគឺគាត់នឹងសន្យាថាអញ្ជើញមកប្រទេសយើងនៅក្នុងការចែករំលែកហើយជួយគ្រប់គ្រងហើយបើពី clinic SP ផ្ទាល់គឺអត់លំបាកទេគឺយើងមានដៃគូពីមុនយើងស្រាប់ហើយដល់តែពេលស្គាល់ពួកគាត់ទៀតគឺយើងមានអ្វីថ្មីដែលគាត់ណែនាំជូនយើងទាំងក្រុមហ៊ុនឱសថលំដាប់អន្តរជាតិទាំងគ្រូពេទ្យល្បីដែលគាត់មាន clinic ច្រើននៅសហរដ្ឋអាមេរិកហើយគាត់ក៏ល្បីនៅក្នុង YouTube ដែរបើសិនជាបងប្អូនអាសាមើល YouTube ជាលក្ខណៈអន្តរជាតិប្រហែលជាជួបពួកគាត់ហើយពួកគាត់គឺជាសាស្ត្រាចារ្យដែលល្បីលើសកលលោកហើយបានគេអញ្ជើញគាត់មកធ្វើបទបង្ហាញឬក៏ចែករំលែកចំណេះដឹងដល់គ្រូពេទ្យទូទាំងពិភពលោកបែបហ្នឹងអញ្ចឹងណាចា៎សំណួរមួយទៀតទេដែលសូមឲ្យអ្នកគ្រូមានប្រសាសន៍ឬក៏ចែករំលែកសារពិសេសដែលអ្នកគ្រូចង់ចែករំលែកជូនដល់បងប្អូនយើងដែលកំពុងតែមានបញ្ហាវិបត្តិអត់កូននិងបញ្ហាដែលមានសុខភាពបន្តពូជហ្នឹងចាអរគុណច្រើនចឹងសារពីខ្ញុំផ្ទាល់គឺមានតែទី1ផ្ដល់ជាកម្លាំងចិត្តថាហើយក៏ប្រាប់បងប្អូនទាំងអស់គ្នាថាការមានកូនមនុស្សណាក៏អាចមានកូនបានដែរអញ្ចឹងបងប្អូនកុំព្រួយបារម្ភថាការមានកូនទាល់តែអស់លុយច្រើនតពេលចំណាយលុយច្រើនហើយអ្វីដែលខ្ញុំនិយាយខាងលើបងប្អូនកុំមានការព្រួយបារម្ភចាព្រោះរឿងមានកូនរឿងធម្មជាតិទេប៉ុន្តែឧបសគ្គនានាដែលធ្វើឲ្យយើងមិនអាចមានបានឬក៏យើងត្រូវត្រៀមខ្លួនបែបណានោះគឺលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាស្វែងយល់អំពីការអភិវឌ្ឍចារបស់ពិភពលោកក៏ដូចជាវិស័យសុខភាពរបស់យើងផងដែរហើយមួយទៀតកាន់តែពិសេសនោះគឺសូមឲ្យបងប្អូនស្រឡាញ់ខ្លួនឯងហើយនិងស្រឡាញ់គ្រួសារដូចខ្ញុំនិយាយខាងដើមអញ្ចឹងបើយើងអត់ស្រឡាញ់ខ្លួនឯងយើងក៏អត់ដឹងថាបុព្វហេតុអីទើបយើងបង្កើតគ្រួសារនិងបង្កើតកូនមកដែរពួកយើងអត់បានតស៊ូមួយបេសកកម្មហ្នឹងទេព្រោះជីវិតជាម្ដាយគឺលំបាកខ្លាំងណាស់តាំងពីលំបាកក្នុងការមានកូនការពោពោះការផ្ដល់កំណើតឲ្យកូនហ្នឹងគឺអ្នកម្ដាយអស្ចារ្យមែនទែនហើយមួយទៀតគឺស្រឡាញ់គ្រួសារអញ្ចឹងទាំងស្វាមីទាំងភរិយាត្រូវចាប់ដៃគ្នាបង្កើតគ្រួសារហើយត្រូវដឹងអំពីបុព្វហេតុដែលយើងចាប់ដៃគ្នាបង្កើតគ្រួសារហ្នឹងទៅណាចាទៅរកក្តីសុខនៃសុភមង្គលអញ្ចឹងមិនមែនមានបញ្ហាឲ្យគ្រូពេទ្យដោះស្រាយរឿងថាបងប្អូនទាំងអស់គ្នាមកព្យាបាលជំងឺអត់កូនបែរជាមិនស្រឡាញ់គ្នាចាបែរមិនចុះសម្រងគ្នាបែរមិនអាចរួមរស់ដើម្បីផ្ដល់កំ
អំណើតឲ្យកូនបានអានឹងគ្រូពេទ្យក៏ពិបាកគិតដែរវាពិបាកគិតមែនទេអញ្ចឹងខ្ញុំនិយាយម្ដងទៀតគឺសូមឲ្យស្រឡាញ់ខ្លួនឯងស្រឡាញ់គ្រួសារហើយក៏ស្វែងយល់ឲ្យបានច្រើនអំពីចំណេះដឹងសុខភាពចាផ្សេងដែលតាក់ទងមួយការបង្កកំណើតនិងសុខភាពទូទៅផងដែរចាបាទអញ្ចឹងអរគុណច្រើនអ្នកគ្រូសម្រាប់ការចែករំលែកចំណេះដឹងផងអ្នកគ្រូជាមួយនឹងបទពិសោធន៍ដែលនៅក្នុងដំណើរសន្និបាតសន្និសិទមួយហ្នឹងអញ្ចឹងច្បាស់ណាស់ថាវេទិកាអន្តរជាតិមួយនេះគឺមានការបំផុសគំនិតថ្មីចំណេះដឹងថ្មីទាំងអស់ដល់អ្នកចូលរួមនឹងសិក្ខាកាមដែលបានចូលរួមរៀនអញ្ចឹងជួសមុខឲ្យអ្នកដែលទន្ទឹងរង់ចាំព័ត៌មានអំពីការព្យាបាលដែលព័ត៌មានមួយចំនួនឬក៏ចំណេះដឹងមួយចំនួនអាចចូលរួមទៅក្នុងការព្យាបាលនៃបញ្ហារបស់គាត់ទាំងអស់អញ្ចឹងសង្ឃឹមថាពីអ្នកគ្រូផ្ទាល់ពីក្រុមហ៊ុនឱសថ SP និង SP Clinic ផ្ទាល់អាចពំនាំអ្វីដែលថ្មីនិងមានអត្ថប្រយោជន៍ជូនដល់ពួកគាត់និងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យនេះនៅក្នុងប្រទេសកម្ពុជាបាទអញ្ចឹងសូមអរគុណអ្នកគ្រូម្ដងទៀតសូមជម្រាបលា